លោកច័ន្ទរ៉ាន់អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចោះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រីលីកញ្ញានៅស្រុកចំការលើដោយមានការចាត់តាំងនិងណែនាំពីអាយុធមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកច័ន្ទរ៉ាន់អភិបាលរងខេត្តនិងជាប្រធានក្រុមការងារចោះត្រួតពិនិត្យដើម្បីដឹកនាំក្រុមការងារចម្រុះចោះត្រួតពិនិត្យលើទីតាំងអាជីវករផ្ទាល់របស់កសិដ្ឋានជ្រូកសាច់ដែលស្ថិតនៅភូមិទី3ឃុំលវាលើស្រុកចំការលើខេត្តកំពង់ចាមលោកច័ន្ទរ៉ាន់បានលើកឡើងថាកសិដ្ឋានខាងលើនេះសាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដារជាកសិដ្ឋានសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមសាច់ជ្រូកសាច់និងបានសាងសង់មានចម្ងាយជាង700ម៉ែត្រពីភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅនិងប្រកបមុខរបរអាជីវកម្មកសិដ្ឋាននេះពិតជាបានបង្កឲ្យមានក្លិនបន្តិចបន្តួចចេញពីទីតាំងកសិដ្ឋានរបស់ខ្លួនពិតមែនដែលក្លិននេះបានបង្កផលប៉ះពាល់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរឆ្លងកាត់និងប្រកបរបរកសិកម្មនៅក្បែរនោះលោកបានបន្ថែមថាជាដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាការបង្កក្លិនចេញពីកសិដ្ឋាននេះដែរក្រោមការដឹកនាំរបស់អាយុធមអភិបាលរងខេត្តកំពង់ចាមជាប្រធានក្រុមការងារចោះត្រួតពិនិត្យនិងមានការចូលរួមមតិយោបល់ពីក្រុមការងារជាពិសេសមន្ត្រីជំនាញតាមមន្ទីរអង្គភាពទៀតនោះបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនសម្រាប់កសិដ្ឋានដូចខាងក្រោមតម្រូវឲ្យម្ចាស់កសិដ្ឋានលាងសម្អាតរោងជាប្រចាំនិងសិក្សាបច្ចេកទេសបន្ថែមទៀតយកមកអនុវត្តក្នុងការទប់ស្កាត់ការបង្កក្លិននេះដោយមានជំនួយពីមន្ត្រីជំនាញពីមន្ទីរអង្គភាពពាក់ព័ន្ធធ្វើការកែតម្រូវប្រព័ន្ធបន្សុទ្ធខ្យល់និងប្រព័ន្ធប្រព្រឹត្តកម្មឡជីអូស្មាន់លាមកសត្វឲ្យកាន់តែល្អប្រសើរជាងនេះដើម្បីឈានទៅលុបបំបាត់ការបង្កក្លិននិងដាំដើមឈើបន្ថែមជាពិសេសដើមក្រសោបដើម្បីជួយទប់ស្កាត់ក្លិនចេញពីកសិដ្ឋាននិងជួយបន្សុទ្ធខ្យល់តាមបែបធម្មជាតិលើសពីនេះទៅទៀតរដ្ឋបាលខេត្តកំពង់ចាមនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះជាពិសេសសុខភាពសុវត្ថិភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឲ្យបានម៉ឺងម៉ាត់ដើម្បីប្រជាពលរដ្ឋទទួលបានសេចក្តីសុខនិងមានសុខភាពល្អគ្រប់គ្នា